សួស្តីអ្នកនរនេះខ្ញុំមកប្រាប់ពីរបៀបតម្លើង OS នៅលើ VMware អញ្ចឹងមុននឹងតម្លើងយើងស្គាល់សិនអ្វីជា VMware បាទអញ្ចឹងខ្ញុំសូមនិយាយVMware ជាប្រភេទ software មួយដែលយើងអាចតម្លើង OS ឬក៏ file device ផ្សេងៗបាទនៅលើនោះអញ្ចឹងនៅលើ VMware នេះយើងអាចតម្លើង macOS Linux ហើយ Windows បានដូចគ្នាហើយមួយទៀតប្រភេទ software ដូចជា NAS technology ឬក៏ router ឬក៏ EVE ផ្សេងៗចឹងបាទអញ្ចឹងដើម្បីយើងធ្វើការតម្លើងVisual Machine បានយើងត្រូវមាន VMware មួយបាទអញ្ចឹងខ្ញុំមាន file VMware 2017 VMware version 17អញ្ចឹងខ្ញុំសូមធ្វើការតម្លើងមកនេះ VMware របស់ខ្ញុំបាទអញ្ចឹងខ្ញុំសូមយក run admin បាទអញ្ចឹងខ្ញុំបន្ទាប់ពីខ្ញុំវាយ admin ហើយចង់វាធ្វើការតម្លើងនេះអូខេចេញចុចនេះមកវាកំពុងតែតម្លើងអូខេអញ្ចឹងយើងចុច next មកហើយចុច accept license វាមកអូខេអញ្ចឹងយើង next មកខាងនេះយើងអាចដាក់ទៅលើ 3D បានchẳng hạnខ្ញុំអត់ដាក់ទៅណាអូខេចុច next មកតែនេះយើងអាចបង្កើត desktop shortcut ហើយ start menu program ចឹងណាអូខេអញ្ចឹងយើងចាំបន្តិចទៅវាកំពុងតែ copy file ដើម្បី installបាទអញ្ចឹងឥឡូវយើងបាន install វាrồi đấy ចុច finish មកបាទអញ្ចឹងបន្ទាប់មកយើងត្រូវការ key license ដើម្បីactivate វាហើយអញ្ចឹងយើងចុចលើវាមកយើង run វាមកអូខេអញ្ចឹងវាឲ្យយើងវាយ license key អញ្ចឹង license key ហ្នឹងនៅក្នុង software នេះយើងមានណាអញ្ចឹងអាច copy ដាក់មកនេះអូខេអញ្ចឹង license key ហ្នឹងដាក់បានឧទាហរណ៍ version 17ដាក់បាន17ទេអញ្ចឹង continue មកអូខេបន្ទាប់ពីខ្ញុំបានវាយ user admin ដើម្បីដាក់ key ខ្ញុំចុច finish មកអូខេអញ្ចឹងយើងបានតម្លើងនៅ VMware Workstation Pro 17អញ្ចឹងយើង skip មកអូខេអញ្ចឹងនៅលើ VMware Workstation យើងអាចមើលទៅលើមុខងារ3ធំៗនេះបាទទី1យើងមាន create new Visual Machine ហើយទី2យើង open Visual Machine ហើយទី3យើង remote to server បាទអញ្ចឹងនៅលើនេះវាមាន file នៅក្នុង file វាមាន new មាន window យើងទៅ open ហើយ scan អញ្ចឹងនៅលើ edit នេះយើងអាច edit network វាបានយើងអាចដាក់ជាប្រភេទណាឬក៏ប្រភេទចឹងទៅអញ្ចឹងវាមានមុខងារច្រើនជា view VM tab ហើយ have អីចឹងទៅបាទអ្វីដែលសំខាន់នេះយើងអាចយើងប្រើពីរនេះទី1គឺ create ហើយទី2គឺ open អញ្ចឹងខ្ញុំសូមប្រើមុខងារ open សិនបាទមុខងារ open ហ្នឹងវាផ្ដល់ប្រយោជន៍លឿនដល់យើងដោយសារទី1យើងអាច copy ឬក៏ download ដែលជាប្រភេទ file VM ដែលគេ install រួចហើយគេដាក់ឲ្យ download free អញ្ចឹងណាអញ្ចឹងខ្ញុំក៏មានមួយដែរអញ្ចឹងខ្ញុំដាក់នៅក្នុង folder VM machine អញ្ចឹងខ្ញុំដាក់ Windows 10អូខេអញ្ចឹងអាហ្នឹងយើងអាច open មកក្នុងយើងលឿនអូខេអញ្ចឹងខ្ញុំសូមធ្វើការ open Visual Machine អញ្ចឹងខ្ញុំអាច browse ទៅរក drive របស់ខ្ញុំនឹងចូល type D ទៅមកចូលទៅលើ VMware machine ទៅមកខ្ញុំរើសយក Windows 10ទៅមកយើងអាច select file មួយនេះ Windows 10 x64 ហ្នឹងអូខេអញ្ចឹងយើង open បាទបន្ទាប់ពី open ហើយវាអត់ទាន់ start ទេអញ្ចឹងយើងត្រូវមើល device អញ្ចឹង device ហ្នឹងវា RAM របស់យើង 4GB processor 2 core ហើយ hard disk 60GB អញ្ចឹងប្រភេទ CD ឬក៏អីអាហ្នឹងយើងដោតទៅវាស្គាល់អញ្ចឹង network adapter ខ្ញុំដាក់ NAT USB interpretation អញ្ចឹង sound card ឲ្យ auto detect មក computer ដើមរបស់យើងអញ្ចឹងនៅលើនោះយើងអាច customize RAM ដូចជា CPU ឬក៏អីចឹង RAM យើងអាច install ថែមបានហើយចំណុចសំខាន់មួយទៀតយើងអាច create visual hard disk បានអូខេអញ្ចឹងខ្ញុំមកសិនទៅការបង្កើតទេយើងចុច OK មកដល់មកយើង start Windows 10របស់យើងមកអញ្ចឹងខ្ញុំដោយសារនេះយើងអាចចុច move it មកអាច move it អញ្ចឹងវាចាប់ដើម start machine របស់យើងហ្នឹងបាទអញ្ចឹងបន្ទាប់ពីខ្ញុំ start ហើយវា load ចូល machine មកបាទអញ្ចឹងខ្ញុំចុច yes ដោយសារវា connect network យើងអូខេ
ចឹងសិចមកបាទអញ្ចឹងបើអ្នកនរគ្នាចង់ឲ្យវាឃើញ full ហើយគ្នាអាចឃើញមើលប៊ូតុង3 4 color ហើយគេយកនេះមកនេះ enter the full screen mode ហើយអញ្ចឹងវា load full screen ប៉ុន្តែយើងអាចសេរីបែបចេះអញ្ចឹងណាបាទដោយសារវាអត់ស្គាល់ resolution របស់កុំព្យូទ័រខ្ញុំសូមមួយយើងអាចវាចោលសិនអូខេអញ្ចឹងវិធីទី1គឺយើងខ្ញុំឆ្លាតចាត់ច្រើនអូខេអញ្ចឹងវិធីទី1នេះគឺយើង open Visual Machine អូខេអញ្ចឹងយើងចូលមកទី2មកខ្ញុំសូមចុច screen វិញអូខេអញ្ចឹងខ្ញុំសូមធ្វើការ shut down ម៉ាស៊ីនដែលយើងឡើងហ្នឹង power off អូខេអញ្ចឹងយើងអាច shut down លើម៉ាស៊ីនរបស់យើងបានអូខេអញ្ចឹងម៉ាស៊ីនរបស់យើងបានបិទអីអញ្ចឹងមុខងារទី2យើង create Visual Machine អូខេអញ្ចឹងខ្ញុំសូមធ្វើការ create ម៉ាស៊ីនរបស់យើងមកបាទអញ្ចឹងមុន create យើងត្រូវមាន file ISO សម្រាប់ OS បាទអញ្ចឹងខ្ញុំមាន Windows Server 2019 version 2022បាទអញ្ចឹងខ្ញុំសូមធ្វើការតម្លើង Windows Server អញ្ចឹងយើងចូលមក Home មកដល់មកយើងយកពី Create New យើងចុចកន្លែងនេះយើងយក TP ខាងលើនេះមកទៅមកដល់នេះយើងរើស file របស់យើង file ISO អញ្ចឹងយើងចុចពី Browse អូខេយើងយកលើ drive ដែលយើងទុកអញ្ចឹងដាក់នៅលើ drive E ទៅមកខ្ញុំស្វែងរកពីនេះ Windows Server 2019នេះអញ្ចឹងសូម Open ទៅមកយើងចុច Next មកថ្ងៃនេះយើងបង្កើត user admin មកអូខេអញ្ចឹងខ្ញុំសូមដាក់ user admin administrator ខ្ញុំ password ខ្ញុំអាចចឹង password អ្នកអាច optional របស់អ្នកទៅចឹងអានេះយើងមិនបាច់អីទេចឹងឡើយនេះយើងអាចដាក់ក៏បានឬក៏មិនដាក់ក៏បានដែរអូខេចឹងបើដាក់ key ខ្ញុំមិនដាក់ទេតែសារអត់មានចឹងយើងចុច next មកខ្ញុំសូម install again ចឹងទៅនេះយើង Visual Machine យើងអាចទៅឡើងទៅណាចឹងអានេះដាក់ Windows Server 2019ចឹង location ខ្ញុំដាក់ទៅ drive D ខ្ញុំsorry ខ្ញុំដាក់ទៅ drive E ខ្ញុំដាក់ទៅខ្ញុំដាក់ទៅ VM machine ចឹងខ្ញុំ create new folder មួយទៀតខ្ញុំដាក់ Windows Server Server 2019អូខេចឹងខ្ញុំដាក់ folder ហ្នឹងខ្ញុំចុច OK មកចឹងម៉ាស៊ីនរបស់យើងទៅឡើងទៅលើ Windows Server 2019នេះចឹងខ្ញុំសូមចុច next ទៅមក hard disk ខ្ញុំដាក់តាម 60G ទេខ្ញុំចុច next ទៅមកតាមចំណុចនេះទៅនេះ RAM ខ្ញុំចូលទៅខែ RAM ចឹងខ្ញុំដាក់ RAM 4G ទៅមក processor ខ្ញុំដាក់2 processor អូខេចឹងខ្ញុំអត់ធ្វើទេខ្ញុំnetwork ខ្ញុំដាក់ NAT ទៅដែរខ្ញុំ close វិញបាទចឹងខ្ញុំចុច finish មកដើម្បីឲ្យវា install នៅ Windows Server របស់យើងបាទអញ្ចឹងវាចាប់ផ្ដើម install ហើយអូខេអញ្ចឹងខ្ញុំដាក់ full screen មកបាទកន្លែងនេះវាឲ្យយើងរើសប្រភេទ Windows Server អញ្ចឹងនៅលើ file ISO ខ្លះវាមានច្រើនអញ្ចឹងខ្ញុំរើសយកប្រភេទ standard desktop enterprise អញ្ចឹងនឹងវាមាន interface ហ្នឹងអញ្ចឹងចុច next មកបាទអញ្ចឹងយើងរងចាំឲ្យវាដើរពេញទៅដើរពេញទាំងអស់បាទបន្ទាប់ពីយើង finish គ្រប់ 100% វាទៅការ restart អញ្ចឹងអ្នកអាច restart ហើយក៏បានដែរបាទអញ្ចឹងវាចាប់ផ្ដើម restart អញ្ចឹងវាចូល Windows របស់យើងហើយអូខេអញ្ចឹងយើងបានទៅឡើង Windows Server 2019របស់យើងហើយអញ្ចឹងចំពោះ interface របស់វាគឺ setting ទៅនឹង Windows 10អូខេអញ្ចឹងវាពុំទៅឡើងធំទេអញ្ចឹងវាឡើងធំ
bảo vệ bây giờ thử vì chỉ một Windows vào dưỡng chúng tôi quay video install bên trên nó ok chẳng video dương nó restart hồi sẵn và chụp hồi là Windows server dương ở đây chụp mở mũi đầm bay gọi bị anh lục đầm bay password chỗ đấy chẳng dừng nhưng mà control bộ cho mình delete control delete ok chẳng là như là sao dương mau cho một user và chẳng cho những cảnh sáng lột chọn chẳng như vậy password admin đi cho mình đấy ok và chẳng vì ba là install của ấy chẳng vì thì bảo dưỡng cứ bị thì nó là vậy install ok chẳng dừng vào mở Windows server và diện đến miền dashboard rồi còn server on server fast storage and so vidare chẳng ai install tool này trên bán chẳng ai cho mở miền computer speed computer về chúng này chẳng và chẳng tool là Windows server dùng chẳng anh ấy được chỉ people cho nó people là phí được chỉ admin install Windows backup mà cho một tiếp vận tải thứ ở Windows ok đây được nha và chẳng ở VTTP bảo dưỡng cứ miền và năng ấyสำหรับการ install ជាមួយនឹង create new machine ចឹងខ្ញុំសូមចុចទៅលើដល់វិញអូខេចឹងយើង shut down ម៉ាស៊ីនជាមួយមកខ្ញុំ shut down នេះមកទេបក continue អូខេបាទចឹងខ្ញុំសូមដាក់ទូចវិញមកចឹងយើងអាចបញ្ចប់ course របស់យើងតែប៉ុណ្្នឹងឯងអូខេ